បងប្រុសគាត់សួរថាចុះភ្នែកមញោបតើព្យាបាលបែបណាបាទជំរាបសួរបងភ្នែកមញោបមានន័យថាភ្នែកយើងមាន degree ភ្នែកបើសិនជាភ្នែកយើងមាន degree ភ្នែកមានន័យថាយើងមើលអត់ច្បាស់ទេអញ្ចឹងអាចការដែលយើងមាន degree ភ្នែកយើងអាចមាន degree ភ្នែកមានលេខដកលេខបូកនិងលេខ astigmat បើសិនជាយើងនៅក្មេងអាយុក្រោម18ឆ្នាំការព្យាបាលជាទូទៅភាគច្រើនគឺយើងឲ្យពាក់វ៉ែនតាដើម្បីតម្រូវទៅតាម degree ភ្នែករបស់យើងឬក៏យើងអាចពាក់ជា lens autocalain ដើម្បីកែតម្រូវបញ្ហាមញោបរបស់យើងនៅពេលដែលយើងធំពេញវ័យអាយុ18 19ឆ្នាំឡើងរហូតដល់35ចុះអីហ្នឹងចន្លោះហ្នឹងគឺយើងពាក់វ៉ែនតាឬក៏យើងមានជំរើសមួយទៀតយើងបញ្ចូល lens ថែមឬក៏យើងបាញ់ laser ដើម្បីផ្ដាច់មញោបនឹងបាននៅពេលដែលយើងអាយុចាប់ពី40ទៅហើយយើងមិនតម្រូវឲ្យធ្វើអីទៀតទេគឺយើងអាចកែប្រែបញ្ហា degree មញោបនឹងតាមបែបបត់ផ្សេងពីនឹងទៀតដូចជាពាក់វ៉ែនតាអានអសរឬក៏សិនជាកែភ្នែកយើងស្អាតយើងអាចដូរកែភ្នែកចេញយើងដាក់កែថ្មីចូលវិញអញ្ចឹងជាសរុបគឺយើងម្នាក់ហើយនឹងអាយុកាលយើងមានខុសៗគ្នាអញ្ចឹងការពិនិត្យភ្នែកច្បាស់លាស់ដើម្បីឲ្យគ្រូពេទ្យគាត់បញ្យល់ណែនាំយើងលម្អិតពាក់ព័ន្ធនឹងការព្យាបាលភ្នែកមញោបនេះ